បាទសួស្តីថ្ងៃសៅរ៍បាទថ្ងៃសៅរ៍ទី18បាទថ្ងៃនេះគឺមានការប្រកួតគូពិសេស2គូបាទគូពិសេសបំផុតលេខ1នោះគឺបារាំងមន់គក់បារាំងប៉ះតោកំណាចអង់គ្លេសដែលជាការប្រកួត World Cup ហើយយកចំណាត់ថ្នាក់លេខ3លេខ4ណាលេខ4ហើយនៅក្នុងការប្រកួតនោះក៏មាន Manchester United របស់យើងក៏ប្រកួតដែរគឺប្រកួតមិត្តភាពរវាងក្រុម Manchester United និងក្រុម Wrexham បាទគូទាំងពីរនេះធ្លាប់ជួបគ្នាតែម្ដងគាត់ក៏ជាការជួបគ្នានៅ Friendly នៅឆ្នាំ2023នៅថ្ងៃទី26គឺខែ7នេះតែម្ដងហើយក៏ចាញ់ទៅលើក្រុម Wrexham បាទ2-1បង2-1ចាញ់ក្រុម Wrexham 3-1ហ្នឹងហើយ3-1សម្រាប់ក្រុមMan U សុទ្ធដោយកីឡាករ Kore លេខ40ជូរ៉ាដូបាទជូរ៉ាដូនៅនាទីតង់ទី1បាទនាទី45បូកហើយតង់ទី2នោះ Wrexham លួចវិញតែម្ដងហើយលួចវិញបាទ3-1ហើយគួរបញ្ជាក់ផងដែរថាក្រុមទាំងពីរនេះបើនិយាយពីការប្រកួតដែលអត់ជួបគ្នា Manchester United 5ប្រកួតចុងក្រោយគឺអត់ចាញ់ទេស្មើមកប្រកួតហើយយើងក៏ដឹងដែរថារដូវកាលមុននោះ Manchester United ឡើងជើងសាហាវណាស់ហើយក្រុម Wrexham ក៏មិនណយដែររដូវកាលមុននឹងឲ្យចាញ់តែមកប្រកួតដែរ5ប្រកួតហ្នឹងចាញ់មកប្រកួតស្មើ2ចឹងឃើញថាវាមិនណយដែរណាសម្រាប់ក្រុមទាំងពីរហើយសំខាន់គឺក្រុម Man U ឥឡូវនេះគេលយគេឡើងជើងឡើងខ្លាំងជាងមុនណាមិនមែនដូចសម័យកាលពីឆ្នាំ2025 2024 23រករ៉ាទេណានៅពេលបច្ចុប្បន្ននេះគឺ Michael Carrick បាទលោក Michael Carrick ដឹកនាំគឺអូសាហាវមែនសាហាវ Man U ដែលគ្រប់គ្រង Man U ដឹងពេញចិត្តហ្មងរដូវកាលមុនចាំមើលថានៅរដូវកាលនេះការថ្មីឆ្នាំ2021 2027នេះថាតើជាការដឹកនាំរបស់គាត់នឹងនាំចូលកីឡាករថ្មីណាខ្លះហើយការប្រកួតរបស់គាត់ចាំមើលការប្រកួតលើកដំបូងប៉ះជាមួយ Wrexham ខ្ញុំគិតថាការប្រកួតនេះវាមិនពិបាកទេសម្រាប់ Manchester United ហើយក៏มันពិបាកដែរសម្រាប់ការប្រកួតរបស់បារាំងជាមួយអង់គ្លេសដូចគ្នាហ្នឹងហើយខ្ញុំគិតថាយប់នេះបារាំងឈ្នះអង់គ្លេសហើយ Man U ក៏ឈ្នះ Wrexham ដូចគ្នាអញ្ចឹងម៉ោង4ណាបងប្អូនម៉ោង4ណាបារាំងជាមួយ Wrexham ណាហើយចំណែក Manchester United នេះគឺប្រកួតម៉ោង10ណាបងប្អូនម៉ោង10ល្មមមើលហើយដេកមកភ្ញាក់តន់អត់ភ្ញាក់តន់បារាំងជាមួយអង់គ្លេសអត់លេខ1លេខ2ហ្នឹងហើយអញ្ចឹងការប្រកួតនេះឃើញថាអឺ Michael Rafford ដែលជាបច្ចុប្បន្នដោយការមុនគឺជាខ្សែប្រយុទ្ធរបស់បាសេណាខ្ចីខ្លួននោះហើយឥឡូវនេះក៏បានចូលខ្លួនមកចរចាសុំ Michael Carrick បាទត្រៀមខ្លួនរួចហើយសម្រាប់ក្រុម Manchester United ក៏ដូចជាសុំចរចាជាមួយ Michael Carrick ហ្វឹកហាត់ក៏ដូចជាលេង Pre-season បើសិនជាលោកពេញចិត្តក៏ឲ្យនៅ Manchester លេងបន្តបើសិនជាមិនពេញចិត្តទេក៏គេថា Pre-season នេះគួរតែឲ្យគាត់លេងហើយដើម្បីទោះបីជាយើងមិនពេញចិត្តអីយ៉ាងណាក៏ដាក់ឲ្យគាត់លេងទៅដើម្បីឲ្យគាត់គេថាមានតម្លៃខ្លួនណាមានតម្លៃខ្លួនវាយចេញហ្នឹងហើយអញ្ចឹងទោះបីពេញចិត្តមិនពេញចិត្តក៏យើងត្រូវតែដាក់ដែរដើម្បីឲ្យគាត់លេងហើយមានតម្លៃខ្លួនលក់ចេញហ្នឹងហើយអញ្ចឹងសម្រាប់តម្រងរបស់ Michael Carrick ថាមាន Michael Rafford អត់សម្រាប់ Pre-season វាអត់មានអីបញ្ហាទេណា Pre-season ដាក់កីឡាករដែលមើលទៅមុំបាទឆ្នៃបានយកមកឆ្នៃមកវិញមកបើសិនជាកើតយើងប្រើប្រាស់ទៅបើសិនជាមិនកើតទេក៏វាយចេញទៅនៅក្រុមផ្សេងតែម្ដងសម្រាប់ Michael Rafford នេះមានក្រុមផ្សេងក៏គេចង់បានដែរប៉ុន្តែគាត់ថាចរិតគាត់រឿងឌឺបន្តិចហ្នឹងហើយតែឌឺដឹងតែមិនអនាគតមិនទៅមុខទេមិនភ្លឺស្វាងទេឲ្យតែកីឡាករណាឌឺហ្នឹងហើយឌឺនឹងទៅហើយអញ្ចឹងកុំភ្លេចណាបងប្អូនម៉ោង10ហើយបន្ទាប់ពីម៉ោង10ទៅម៉ោង10 Man U ម៉ោង4បារាំងជាមួយអង់គ្លេស FIFA Club World Cup វគ្គលេខ3លេខ4ហ្នឹងហើយបាទបងប្អូនហើយកុំភ្លេចបាទនេះគឺជាឈុតរបស់ជម្រើសជាតិកម្ពុជាយើង
បាទឈុតចេញថ្មីគឺស្អាតតែម្ដងបាទមានក្រហមចាស់ហើយនឹងពណ៌រាងស្អីគេផ្ទៃមេឃឬពណ៌ពពកហ្នឹងហើយស្អាតណាស់បងប្អូននេះពីពណ៌ពីជម្រើសហ្នឹងបាទបងប្អូនចង់ដឹងច្បាស់បងប្អូនចូលទៅក្នុង page សហព័ន្ធpage សហព័ន្ធកម្ពុជាយើងគឺនឹងឃើញហើយអាវហ្នឹងហើយយើងចូលទៅមើលទៅគឺស្អាតណាស់បងប្អូន